ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញនូវសកម្មភាពមួយចំនួនដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ CBN កម្ពុជាបានចុះទៅពិនិត្យនិងព្យាបាលជំងឺដល់បងប្អូនរបស់យើងដែលឥតគិតថ្លៃដោយឃើញពីភាពខ្វះខាតនិងទុក្ខលំបាកផ្សេងៗរបស់ប្រជាជនដែលរស់នៅឆ្ងាយពីមណ្ឌលសុខភាពនៅខែកញ្ញាកន្លងទៅនេះអង្គការ CBN កម្ពុជាបានចុះទៅពិនិត្យនិងព្យាបាលជំងឺដល់បងប្អូនដែលរស់នៅក្នុងខេត្តស្វាយរៀងរយៈពេល4ថ្ងៃគឺចាប់តាំងពីថ្ងៃទី25ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2017ដូច្នេះសូមទស្សនាវីដេអូរបាយការណ៍នេះទាំងអស់គ្នាថ្ងៃទី1យើងបានចុះទៅពិនិត្យនិងព្យាបាលជំងឺនៅក្នុងភូមិឈូកសឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែលយើងទទួលបានរួមមានជំងឺទូទៅ381នាក់ផ្នែកមាត់ធ្មេញ75នាក់ផ្នែកកុមារ180នាក់ថ្ងៃទី2នៅភូមិកណ្ដាលឃុំគ្រោះស្រុកស្វាយជ្រុំខេត្តស្វាយរៀងយើងទទួលបានជំងឺទូទៅ468នាក់មាត់ធ្មេញ63នាក់ក្មេង100នាក់ថ្ងៃទី3នៅភូមិឆ្មាញ់សង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀងជំងឺទូទៅ266នាក់មាត់ធ្មេញ108នាក់ក្មេង200នាក់ថ្ងៃទី4នៅភូមិបន្សោងភូមិជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀងជំងឺទូទៅ277នាក់មាត់ធ្មេញ78នាក់ក្មេង50នាក់បាទដូចនេះបងប្អូនដែលទទួលបាននូវការពិនិត្យនិងព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ CBN របស់យើងក្នុងរយៈពេល4ថ្ងៃគឺមានចំនួន2246នាក់ហើយបងប្អូនទាំងអស់គ្នាក៏អាចចូលរួមចំណែកជាមួយនឹងយើងខ្ញុំបានដែរដែលឧបត្ថម្ភដូចជាថ្នាំពេទ្យសម្ភារៈពេទ្យថវិកាឬក៏ធ្វើជាពេទ្យស្ម័គ្រចិត្តនៅក្នុងខែតុលានេះអង្គការ CBN កម្ពុជារបស់យើងនឹងនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យព្យាបាលដល់បងប្អូនដែលរស់នៅក្នុងខេត្តតាកែវដូច្នេះសូមចូលរួមទាំងអស់គ្នាណាបាទខ្ញុំសូមអរគុណចំពោះការចំណាយពេលទស្សនាវីដេអូរបាយការណ៍របស់យើងខ្ញុំសូមព្រះប្រទានពរ